សួស្តីឈ្មោះមកធ្វើកាពិផាវទាំងអស់គ្នានេះកាពិផាវនេះមុនដំបូងយើងត្រូវលីងខ្ទឹមក្រហមខ្ទឹមសហើយយើងមកបុកចឹងណាហើយរួចហើយយើងបេះត្រីឆ្អើហើយយើងបុកសណ្តែកដីដាក់គ្រឿងដូចជាម្សៅសាច់មាន់ស្ករប្រោនជួយប៊ីចេងនេះបុកខ្ទឹមលីងហើយយើងយកមកឆាជាមួយខ្លាញ់ដាក់ខ្លាញ់មកល្មមមកយើងឆាជាមួយកាពិជាមួយខ្ទឹមនឹងជាមួយស្ករអីគ្រឿងដែលយើងអស់នេះឆាហើយយើងបរីងយើងថែមទឹកណាថែមទឹកហើយយើងដាក់ត្រីឆ្អើរចូលទៅហើយយើងភ្លក់ហើយគឺមានជាតិផ្អែមប្រៃជូរតិចចឹងណាហ្នឹងហើយថែមគ្រឿងក្រូចតាមតម្រូវចិត្តដែលខ្លួនយើងចូលចិត្តអត់មានអីពិបាកទេគឺ recipe គឺខ្ញុំដាក់នៅនឹងឲ្យទាំងអស់ហើយចា The best part is